បានសួស្តីម៉ែបងប្អូនថ្ងៃនេះខ្ញុំថតអាងចលៀនក្រហមខ្ញុំទៀតហើយបងប្អូនចង់បង្ហាញបងប្អូនថាគាត់ចង់ដឹងពីការចិញ្ចឹមចលៀនក្រហមដើម្បីផលិតជាកំប៉ុស្តតែយើងចាំរបៀបម៉េចបងប្អូននេះដូចវីដេអូខ្ញុំថតបង្ហាញបងប្អូនអញ្ចឹងបងប្អូនអាចធ្វើជាអាងដូចខ្ញុំចេះក៏បានដែរបងប្អូនអាងនេះយើងធ្វើរៀងទៅវែងទៅតឹងអាច2ម៉ែត្រទៅហើយបដោយអាច5ម៉ែត្រឬក៏10ម៉ែត្រទៅបើបងប្អូនមានគោត្រឹម5ក្បាល10ក្បាលនេះហើយយើងអាចធ្វើបដោយបាន10ម៉ែត្រទៅហើយសម្រាប់ការការពារវាគឺយើងត្រូវមានត្បូលបងការពារកម្ដៅហើយនឹងការពារទឹកភ្លៀងត្រូវមួយទៀតត្រូវមានស្បៃព័ទ្ធជុំវិញការពារក្តោការពារថ្លែនការពារមាន់ចូលកាយស៊ីបងហើយសម្រាប់អាចគោនិយាយទៅសម្រាប់លាមកសัตว์គឺធ្វើម៉េចឲ្យសាំងមានទុនបងប្អូនបើបងប្អូនមានណាលាមកស្រស់ហ្នឹងយើងអាចកើបដាក់ថ្មទៅឬបើមានចាស់គោចាស់ទេដែលវារឹងតិចអីតិចចឹងទៅយើងអាចត្រាំវាត្រាំទឹកវាឬក៏ស្រោចទឹកវាឲ្យសាមួយទុនទៅយើងដាក់ឲ្យចលៀនស៊ីទៅចលៀនវាស៊ីបានបងប្អូននេះគឺជាអាចចលៀនបងតែវាស៊ីអាចគោវាសុសវាអាចបោះវាបងឃើញកូនរបស់វាអាចចលៀនសុសចេះនៅពេលវាស៊ីអាចគោហើយវាឡើងសុសបងសម្រាប់ពុកម៉ែបងប្អូនគាត់ត្រូវការពូជអាចទៅមកខាងខ្ញុំបានខាងខ្ញុំមានលក់ពូជចលៀនក្រហមហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការចិញ្ចឹមចលៀនហើយនឹងការផលិតជីពពួកចលៀនទីតាំងខ្ញុំនៅស្រុកបាស្ដៃខេត្តព្រៃវែងលេខទូរស័ព្ទខ្ញុំនៅខាងលើហ្នឹងបងអាចតាក់ទងមកលេខមួយណាក៏បានដែរបងខ្ញុំច្រើន